chươngพนมมวยមានភូមិតូចមួយលាក់ខ្លួននៅស្ងាត់ស្ងៀមឈ្មោះថាភូមិបឹងថ្លាអ្នកភូមិភាគច្រើនប្រកបរបរធ្វើស្រែចម្ការហើយពឹងផ្អែកលើបឹងធំមួយដែលនៅជិតភូមិសម្រាប់ជាប្រភពទឹកនិងត្រីតែបឹងនោះមានរឿងព្រេងគួរឲ្យខ្លាចមួយជាប់តាក់ទងនឹងនាងវិញ្ញាណលងទឹកដែលគេថាគ្មានអ្នកណាហ៊ានចូលទៅលេងទឹកឬនេសាទនៅពេលយប់ឡើយសុភ័ក្រជាក្មេងប្រុសរហ័សរហួនមានវ័យប្រហែល20ឆ្នាំគេមិនជឿលើរឿងខ្មោចព្រាយអ្វីទាំងអស់ហើយតែងតែសើចចំអកឲ្យអ្នកភូមិដែលភ័យខ្លាចបឹងនោះថ្ងៃមួយពួកមិត្តភ័ក្តិនិយាយគ្នាពីភាពភ័យខ្លាចរបស់ពួកគេចំពោះបឹងនោះសុភ័ក្រយកដៃតាក់ដើមទ្រូងយ៉ាងខ្លាំងហើយនិយាយថាពួកឯងខ្លាចអីនៅកន្លែងនោះគ្មានស្អីនោះទេបើមិនជឿចាំមើលយប់នេះគ្នានឹងទៅវេលាម៉ោង12យប់តើមានអ្វីកើតឡើងសម្លាញ់រឿងនេះគឺមិនមែនលេងសើចនោះទេអ្នកស្រុកភូមិយើងគឺខ្លាចគ្រប់គ្នាថានៅកន្លែងនោះមានខ្មោចស្រីលងទឹកណាឯងកុំទៅអីណាគ្នាសម្បកន្លែងនោះវាគ្រោះថ្នាក់ខ្លាំងណាស់គ្មាននរណាទៅទេនោះទេពួកឯងឆោតណាគឺលើโลกនេះវាគ្មានខ្មោចអីនោះទេសម័យ Facebook សម័យអ៊ីនធឺណិតហើយឯងនៅជឿរឿងខ្មោចអីទៀតទេឯងចង់ទៅក៏ទៅចុះគ្នាមិនខាត់នោះទេមិត្តភក្តិទាំងនោះបានហាមប្រដៅជាច្រើនដងដោយរំលឹកពីសាច់រឿងនាងវិញ្ញាណលងទឹកដែលតែងតែបន្លាចឬអូបញាក់ដែលមិនស្ដាប់បង្គាប់ឲ្យលងទឹកជាប្រចាំតែសុភ័ក្រមិនខ្វល់ឡើយយប់នោះអង្គរលយីបានចង្អុលទៅវេលាម៉ោង12យប់សុភ័ក្រខំលួចចេញពីផ្ទះដោយកាន់ចង្គៀងព្រេងតូចមួយអាកាសធាតុត្រជាក់ខ្លាំងហើយសំឡេងសត្វរាត្រីបន្លឺឡើងគួរឲ្យព្រឺព្រួចពេលទៅដល់មាត់បឹងសុភ័ក្របានដាក់ចង្គៀងជុះស្រាវវិញឃើញទឹកក្នុងបឹងមានពណ៌ខ្មៅទ្រឹងស្ងប់ស្ងាត់ហួសប្រមាណគេដោះសម្លៀកបំពាក់ចេញហើយលោតចុះទៅក្នុងទឹកទាំងជិតក្លាហានទំបងឡើយទឹកត្រជាក់ធ្វើឲ្យគេដកដង្ហើមខ្លាំងប៉ុន្តែមិនយូរប៉ុន្មានគេចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយចាប់ជើងវាមិនមែនជាត្រីឬពស់ទេតែជាសរសៃសក់វែងដែលរុំជុំវិញកជើងគេសុភ័ក្រភ័យរន្ធត់ព្យាយាមលោតកន្ថយឡើងមកលើច្រាំងប៉ុន្តែសរសៃសក់នោះកាន់តែរឹតខ្លាំងឡើងគេស្រែករកជំនួយប៉ុន្តែគ្មានអ្នកណាក្បែរនោះទេភ្លាមនោះសុភ័ក្រឃើញមុខមួយលេចចេញមកក្បែរផ្ទៃទឹកវាជាមុខស្រីស្អាតខុសធម្មតាមានសក់ខ្មៅវែងលេចដល់ចង្កេះភ្នែកឡើងក្រហមដូចជាដុតនោះគឺនាងវិញ្ញាណលងទឹកនាងមិននិយាយអ្វីទេគ្រាន់តែញញឹមយ៉ាងអាក្រក់រួចទាញសុភ័ក្រខោជ្រមុតចុះក្រោមយ៉ាងលឿនទឹកត្រជាក់សឹងឆក់យកជីវិតគេទៅហើយសុភ័ក្រខំប្រឹងតស៊ូចេះជើងម្ដងតែគ្មានប្រយោជន៍ឡើយគេមានអារម្មណ៍ថាខ្លួនកំពុងត្រូវអូសចូលទៅក្នុងជម្រៅបឹងដែលមានតែភាពងងឹតសូន្យដង្ហើមចុងក្រោយរបស់គេត្រូវជំនួសដោយទឹកត្រជាក់វិញហើយព្រឹកឡើងអ្នកភូមិឃើញចង្គៀងរបស់សុភ័ក្រនៅមាត់បឹងតែរូបគេបាត់ស្រមោលគេបានជក់ទៅស្វែងរកពេញបឹងតែរកមិនឃើញសូម្បីតែដានជើងពីថ្ងៃនោះទៅអ្នកភូមិនិយាយតគ្នាថាសុភ័ក្របានក្លាយជាចំណីរបស់នាងវិញ្ញាណលងទឹកដោយប៉ាវពាក្យចាស់ពោលមែនរៀងរាល់យប់ខែខ្លះគេនៅតែឮសូរទឹកជួយផងឮមកពីក្នុងបឹងបង្កជាការភ័យខ្លាចទៅដល់អ្នកភូមិជានិច្ចពួកគេដឹងថានោះជាសំឡេងរបស់សុភ័ក្រដែលត្រូវជាប់នៅទីនោះជារៀងរាល់ថ្ងៃព្រោះតែមិនព្រមស្ដាប់តាមការព្រួនព្រានពីអ្នកចាស់ទុំ